ជំរាបសួរអតិថិជនរបស់ហាងចរណៃទាំងអស់គ្នាហាងចរណៃមាននាំចូលទំនិញប្រភេទសាស៊ីមីដូចជាត្រីសាម៉ុនដែលមានតម្លៃ100ក្រាម$2.75សេនត្រីថូណារបស់ប្រទេសជប៉ុនដែលមានតម្លៃ100ក្រាម$1.70សេនត្រីនីស៊ីនពណ៌លឿង1ដុំតម្លៃ$5.99សេនត្រីនីស៊ីនពណ៌ក្រហមរបស់ជប៉ុនដែលមានតម្លៃ$6ក្នុង1ដុំដៃមឹកជប៉ុនតាកូដែលមានតម្លៃ100ក្រាម$3.50សេនសាច់លាអាក់ទិចរបស់ប្រទេសកាណាដាដែលមានតម្លៃ100ក្រាម$4.99សេនអន្ទង់ប្រឡាក់ជប៉ុនទាំងមូលមួយកញ្ចប់តម្លៃ$8.99សេនអន្ទង់ប្រឡាក់ស្លាយជាបន្ទះឆ្អិនស្រាប់តម្លៃមួយកញ្ចប់$6.20សេនសាច់លាអូគីដេមួយកញ្ចប់តម្លៃ$4.99សេនសាច់មឹកស្លាយមួយកញ្ចប់តម្លៃ$4.50សេនដៃមឹកស្លាយបន្ទះតម្លៃមួយកញ្ចប់$6.20សេនសាច់ក្រុមស្លាយបន្ទះដែលមានតម្លៃមួយកញ្ចប់$4.99សេនពងកាំប្រម៉ារបស់ប្រទេសជប៉ុនដែលមានតម្លៃ1ប្រអប់1ខាំតម្លៃ$26.5កាក់ពងត្រីសាម៉ុនដែលមានតម្លៃ1កំប៉ុងតូច$8.50សេនក្នុង50ក្រាមពងត្រីពងច្រើនប្រអប់ទូចដែលមានតម្លៃ$1.80សេនក្នុង1កំប៉ុងពងត្រីពងច្រើនរបស់ប្រទេសជប៉ុនមួយប្រអប់ធំទម្ងន់កន្លះគីឡូដែលមានតម្លៃ$18.99សេនពងបង្គាប្រអប់ទូចដែលមានតម្លៃ$1.70សេននិងពងបង្គាប្រអប់ធំកន្លះគីឡូមួយប្រអប់តម្លៃ$18.50សេនពងត្រីហាលរបស់ប្រទេសជប៉ុនមួយកំប៉ុងតូចមានតម្លៃ$2.80សេនពងត្រីហាលរបស់ប្រទេសជប៉ុនមួយប្រអប់កន្លះគីឡូតម្លៃ$31.5កាក់និងសារាយទំពាំងបាយជូរមួយប្រអប់ដែលមានតម្លៃ$0.95សេនសម្រាប់អតិថិជនដែលត្រូវការជាប្រភេទសាស៊ីមីអាចរកទិញបានគ្រប់សាខារបស់ហាងចរណៃដោយមានហ្វ្រីជាមួយនឹងសេវាកម្មដឹកជញ្ជូនគ្រប់ទីតាំងអរគុណច្រើន